business plan វាមានពីរប្រភេទមួយគេហៅថា startup business plan មួយ business plan for expansion បាទ startup business plan ហ្នឹងគឺចំពោះបងប្អូនក្មួយៗដែលថាគេចង់ទៅចេញទៅរកស៊ីអញ្ចឹងគេត្រូវមាន startup business plan startup business plan ហ្នឹងទី1គឺច្រើនគេតែងតែដឹងថាដឹងទឹកដីណាដឹងទឹកដីមានថា you have to know the geographic មានទីតាំងកន្លែងហើយយើងត្រូវដឹងថា demographic ជាពលរដ្ឋទិន្នន័យស្ថិតិហើយយើងត្រូវដឹងថាខ្លួនយើងនេះចង់ធ្វើអីហើយអ្វីយើងចេះធ្វើអីតបទៅទៀតយើងចង់ដឹងថាអ្វីយើងចង់ធ្វើហ្នឹងយើងមានចំណង់ចិត្តជំនាញហ្នឹងហើយយើងមានចំណេះដឹងពិសោធន៍ហ្នឹងហើយបាទហ្នឹងគឺ plan ក្នុង business ហើយតទៅទៀតយើងទៅសួរខ្លួនយើងថារបស់យើងចង់ធ្វើហ្នឹង demand ហ្នឹងវាយ៉ាងម៉េចហើយ supply ហ្នឹងយ៉ាងម៉េចហើយ demand វាថាតើរបស់យើងចង់រកស៊ីហ្នឹងជាបរិបទទៅការអត់នៅក្នុង geographic ហ្នឹងនៅក្នុង demographic ហ្នឹងគឺថាការអត់ហើយតើគេមាន supply ហើយមិនមានអ្នកគេធ្វើមិនជួនកាលអត់តមានទេយើងដាក់ទៅខាងបានហើយជួនកាលគេមានហូរវាប៉ុន្តែរបស់យើង unique នៅ unique មានថាអស្ចារ្យផ្លែកពីគេបើគេដាក់មកមួយចានពេលនេះយើងដាក់មួយចានពេលនេះបើគេមកឡើងដូចថាវាទូតាយវាមិនសមរម្យយើងដាក់ទៅឲ្យវាកធឹកអីទៅមកធ្វើមកអត់តបតែអនាម័យយើងអនាម័យមកបើសេវាកម្មគេលេះលូទៅយើងសេវាកម្មថ្លៃទៅទៅអញ្ចឹង unique របស់យើងចឹងណាបាទអញ្ចឹងយើងត្រូវសិក្សាអំពីចំណង់ចិត្តចំណេះដឹងជំនាញណាហើយនឹងពិសោធន៍របស់យើងហ្នឹងហើយយើងត្រូវដឹងអំពីគេហៅថា demand និង supply ថាគេត្រូវការប៉ុណ្ណាហើយបច្ចុប្បន្ននៅកន្លែងហ្នឹងមានប៉ុណ្ណាហើយយើងត្រូវសិក្សាគេហៅថា the demographic and geographic location ទីតាំងកន្លែងប្រជាជនហើយអ្វីគេសិក្សាប្រជាជនទីសិក្សាហ្នឹងនៅចង់ដឹងពីផងដែរថាតើdemographic ហ្នឹង spending power មិនហើយប៉ុន្តែបើកដែរតែនៅឧទាហរណ៍នោះខ្សែណាមួយប្រជាជនតែសុខក្រអត់មានលុយក្នុងការទៅមកខាតទៀតអញ្ចឹងសំខាន់ណាស់ demographic ហើយនិង economic គេហៅថា spending power របស់ប្រជាជនហ្នឹងណាតាមប្រព័ន្ធនៃការចំណាយរបស់ប្រជាជនតើមានអត់បើសិនជាស្ដាប់ទៅសិក្សាទៅវាល្អអាហ្នឹងហើយគេចាប់បានធ្វើហើយហ្នឹងហៅ business plan អញ្ចឹងមិនទាន់ចប់ទេអញ្ចឹងយើងសួរថាតើយើងធ្វើហ្នឹងមាន human capital អត់មានធនធានមនុស្សអត់ជួនកាលយើងបើកជំនាញណាមួយតែវាអត់មានខ្លះចង់បើករោងចក្រតែបើអត់ចេញវាអត់មានអ្នកជំនាញធ្វើបើយើងបន្តយូរពេកបើយកពីក្រៅថ្លៃពេកអញ្ចឹងមិនសម័យយើងកាលពីពិបាកអញ្ចឹងយើងត្រូវថា human capital មួយទៀតយើងត្រូវដឹងពីfunding របស់យើងបានចូលសិទ្ធពីណាមកបាទហើយមួយទៀតផងដែរយើងចង់ដឹងពី prospect របស់វា outlook និងអនាគតកាលរបស់វាយ៉ាងម៉េចអនាគតហ្នឹងដំណើរការម៉េចរបស់ហ្នឹងជាចិត្តឈប់ហើយឬរបស់ហ្នឹងវាគេឈប់ធ្វើការហើយរបស់ហ្នឹងគេឈប់ប្រើហើយចាប់នាំយកនៅគេមកលក់ទៀតលោកគេឈប់ប្រើគេទៅទិញ iPhone អាហ្នឹងគេហៅថា sunset sunrise sunset យើងទៅសិក្សាកថាហ្នឹង sunrise sunset មានន័យថារបស់គេបង្ហើបរីលាស់រេហប៉ុន្តែអ្នកគេធ្វើវាលើរបស់វាចំណាយវាចង់ចុះទៅវិញហើយ sunset ហើយយើងទៅធ្លាក់ទឹកក្រោមអញ្ចឹងយើងត្រូវសិក្សាអំពី prospect របស់វាហ្នឹងហើយនឹងគេហៅថា future outlook ហ្នឹងអា prospect គឺថាអនាគតកាលហើយស្រឡឹងមើលទៅវាមានសក្តានុពលអត់អញ្ចឹងណាបាទហើយរបស់ហ្នឹងវាកំពុងតែលេចឬក៏កំពុងតែរះបាទ sunrise sunset ហើយទាំងអស់ហ្នឹងហើយយើងចង់ដឹងថាតើយើងចង់បើកជាយ៉ាងម៉េចជាលក្ខណៈ private company family ឬក៏លក្ខណៈមួយ corporate លក្ខណៈមួយ standard ដែលមានគេហៅជាងការម្នាក់ឯងក៏ corporate បានដែរជាខ្មែរយើងយល់ចំថាម្នាក់ឯងគឺ family ហើយដល់ចូលគ្នាបាន corporate ដែរនេះបាទអញ្ចឹងវាមាន family business វាមាន corporate family business គួរស្នាក់ជាង family business ទៀតគឺស្បនិយាយណា family ហើយ family ចូលគ្នាអា corporate family អាហ្នឹងគឺអលងរៀនបាទអញ្ចឹងយើងត្រូវសិក្សាទាំងអស់ហ្នឹងហើយយើងសិក្សាអស់ហើយ
យើងរកទីតាំងបាទ location មកយើងនិយាយពី geographic ធំប្រឡំវានៅតំបន់ណាកន្លែងណាអញ្ចឹងតែឥឡូវ location បាទយើងថានៅពេញឯង geographic តែពេញនៅម្ដងណា exactly what location នេះថាកិច្ចជុំបូកូឬក៏ជាងកោះនៅផ្លូវអូនលូកន្លែងជាងកោះណាឧទាហរណ៍អញ្ចឹងនៅវាខុសគ្នាមែនដែរហើយផ្លូវកាត់4ជ្រុងឬក៏ផ្លូវតែ2ជ្រុងទេបានទៅបានមកទេអាហ្នឹងគ្រាន់តែងាក់អត់ចូលបានផ្លូវទៅបាំងកដា business ខាង20-30%បាទសំខាន់ណា location អញ្ចឹងណាបាទហើយ visibility បាទ location ល្អប៉ុន្តែយូរណាគេមើលឃើញជួនកាលគេមើលឃើញហើយរបស់ខ្លះអត់បាញ់ខ្ញុំគេមើលឃើញទេឧទាហរណ៍ចឹងគេសិក្សា location សំខាន់ណាជួនកាលគាត់បាននៅផ្លូវមកសិតងអូធំគេមើលឃើញប៉ុន្តែអត់មាន business ជាងគេ business ហ្នឹងវាអត់មានអត់ត្រូវប៉ាន់ដាក់ផ្លូវធំហ្មងប៉ុន្តែវានៅផ្លូវតូចអត់មាន visible ទេប៉ុន្តែអតិថិជននៅនេះទាំងអស់សិក្សាអញ្ចឹងណែនហ្មងដាក់ទៅដោះដាក់ទៅដោះបើកាហ្វេម៉ូតូដាក់នៅមុខគ្មានអីទៅតែបើដាក់នេះគឺអត់មានកន្លែងអង្គុយអញ្ចឹង location ហ្នឹងគេសិក្សាទាំងអស់គេហៅថាទៀងទាត់ជាមួយនឹងdemographic spending power ហើយនឹង population ទាំងអស់ហ្នឹងអញ្ចឹងសំខាន់បាទហើយបើយើងសិក្សាអស់ហ្នឹងហើយអញ្ចឹងយើងចង់nóiថាយើងមាន fund ខ្លួនឯងហ្នឹង fund យើងហ្នឹងឬក៏យើងរកខ្ចីគេឬក៏យើងយក profit ទៅដាក់ឬក៏ម៉ាក់ប៉ាយើងឲ្យលុយមកធ្វើហើយបើយើងធ្វើហងអស់ហើយអាហ្នឹងហៅ start up business plan ហើយយើងត្រូវសិក្សាថាឥឡូវយើងមានសិក្សាអស់ហើយយើងសុខចិត្តថាយើងចង់ថាតើ business ហ្នឹងត្រូវការ recruit ហ្នឹងមានអត់ជំនាញហ្នឹងហើយយើងនិយាយពី finance ហ្នឹងតើវាចំណាយតិចច្រើនអាហ្នឹងយើងត្រូវដឹងទៀតដែរយើងគុំពី cost expense operation ណាអញ្ចឹង rental cost ដើម wholesale cost deposit cost and human resource advertisement cost marketing and sale and ទាំងអស់ហ្នឹង set up cost so យើងគិតពី all operation cost ហ្នឹងគឺឆាំងនៃលុយទាំងអស់ហ្នឹងឯងហើយ operation cost ខ្លះតិចទេព្រោះរបស់ហ្នឹងចំណាយតិចស្រួលហៅមនុស្សហើយតែថោករបស់ខ្លះអត់ទេពិបាកហៅត្រូវបន្ទប់គេហើយជំនាញគេថ្លៃហើយយើងប្រាក់ខែស៊ីច្រើនទៀតអញ្ចឹងយើងសិក្សា operation cost សំខាន់ណាស់ដំណើរការអំពីទាំងអស់ហ្នឹងហើយ business plan មួយទៀតគេហៅថាជាមួយ start up business plan ហ្នឹងជាមួយគ្នាហ្នឹងគេអត់តន់ចប់តែមិន start up ទេ business ហ្នឹងយើងចង់ថាដាក់ឈ្មោះអីហើយចុះឈ្មោះយ៉ាងម៉េចបាត់តង់ម៉េចដាក់ម៉េចហើយបំពេញ form ម៉េច by law ម៉េច constitution ម៉េច labor law ម៉េចណា labor law ម៉េចហើយ benefit ម៉េច incentive ម៉េច holiday ម៉េចអីម៉េចនេះត្រូវគិតគូរទាំងអស់អញ្ចឹងតា startup business វិញ startup business ពិបាកឯង very complicated អញ្ចឹងមកគេឲ្យក្មេងៗនេះទៅរៀនអចេះសិនរៀនអចេះហើយទៅធ្វើការឲ្យឆ្អិនសិនឆ្អិនហើយទៅមើលគេឲ្យយល់ច្បាស់សិនហើយមកប្រឡូកឲ្យឃើញពេញលក្ខណៈសិនចាំទៅដែរអញ្ចឹងបើយើងអត់ផងគេហៅថាសម្បូរតកូនអ្នកមានចំនួនគឺគ្នាឆោតខ្លះគ្នាលក់គ្នាទៅខុសកក់តក់កង្ហល់ទៅយ៉ាងបានមានយកលុយទៅ experiment យកលុយទៅ experiment យកលុយទៅ invest ខុសគ្នាឆ្ងាយ invest ហ្នឹងគឺមុនគេ invest ដូចគេធ្វើដូចពីយើងហ្នឹងយកលុយទៅ experiment ឃើញច្រើននេះមកឲ្យ20,000 30,000ទៅទិញហាងអីចឹងទៅដល់ចូលទៅជួលគេមកមើលគេស្អាតអស់ឆ្អិនលើឆ្អិនក្រុមពុកលុយលើក្រុមតែអត់សោហើយច្រើនណាស់ច្រើនមែនតើចឹងមកគេថាធ្វើឲ្យដល់ខ្លាំងខ្លាំងមែនតើឥឡូវយើងធ្វើអស់ហើយយើងត្រូវដឹងណាចឹងអា business start up ហ្នឹងចូលអា step ទី2ទី3ទៀតនឹងមិននិយាយ step ទី2ក្នុង start up ទេតបនឹងគេថាឥឡូវយើងធ្វើអស់ហើយប្រហែលខែប្រហែលឆ្នាំគុំនិយាយខែគេជួយប្រហែលឆ្នាំបានវានាំ pay off តបមកបានវាចំណេញតបមកចំណេញហ្នឹងពេលណាយើងចែក dividend ពេលណាយើង reinvest ពេលណាយើង expand ទៀតឃើញទេបាទអញ្ចឹងយើងពេលយើងសិក្សាពេលវេលា time frame ដែលវាអាចនឹងលើកដើមតបមកនឹងអាចចំណេញតបមកនឹងអាចចែក dividend
បន្ទាប់មកនឹងអាចយកទៅ reinvest ហើយបន្ទាប់មកបាន expansion ទៅមុខទៀតអញ្ចឹងចុងក្រោយទៀតនេះគេហៅថា business plan for expansion ហ្នឹងខុសគ្នាណាមិននិយាយមិនទាំងអស់នឹង start up ពិបាកមែនតើចូលឲ្យពេល business expansion នេះគេហៅ business plan ហើយក្រុមហ៊ុនធំៗគេតែនិយាយក្រុមហ៊ុនទូទៅនិយាយcould you submit me your business plan business plan ហ្នឹងដើម្បីអី business យើងដើរតែយើងអត់លុយទៅទៀតលុយយើងអស់ capacity ប៉ុន្តែ demand ខ្លាំងអញ្ចឹងយើងចង់ទៅកន្លែងផ្សេងបរិយាធំអីហ្នឹងទៅអញ្ចឹងគេហៅថាទី1គឺតែនិយាយថា 3 to 5 year business plan ហើយក្រុមហ៊ុនធំខ្លះហើយគេចង់បានស្អីគេហៅ forecast future ឲ្យធំទៀតគេហៅថា 5 to 10 year business plan ចឹងភាគច្រើនមធ្យមភាគគេចង់បាន3ទៅ5តែក្រុមហ៊ុននឹងធំហើយមានគេហៅ data ច្បាស់លាស់មានគេហៅថា financial statement មាន P&L មាន audit មាន review មាន accounting មាន cash flow ទៅគេអាច predict 5ទៅ10ឆ្នាំបាទហ្នឹងគេហៅថា business plan for expansion អញ្ចឹងចង់ន័យថា expand ទៅណាបើសិនជាមានហាងមួយកាហ្វេយើងចង់បើក3ហាងទៀតបើមានម៉ាតមួយយើងចង់បើកម៉ាត10ទៀតបើមានរ៉ាសាំង3ឥឡូវយើងចង់ថែម4ទៀតអាហ្នឹង business plan អញ្ចឹងគេយកទៅលុបធ្វើម៉េចគេមើលដូចគ្នាតើមកកន្លែងត្រូវការលុយប៉ុណ្ណាហើយមកកន្លែងហ្នឹងត្រូវការជនជាតិម៉េចហើយយើងត្រូវត្រៀមបណ្ដុះម៉េចយើងមាន system នៅហើយយើងមាន general manager ដាក់មើលនៅហើយយើងមានគេហៅថា location ហ្នឹងមានហើយនៅហើយ location ហ្នឹងថ្លៃថោកហើយ deposit ប៉ុណ្ណាចំណាយប៉ុណ្ណាហើយ license ថ្មីប៉ុណ្ណាទាំងអស់ហ្នឹងគេ calculate ទៅគេចង់នឹងថាលុយគេមានប៉ុណ្ណាហើយបើសិនជាមើលទៅ business plan ហ្នឹងចំណាយលុយអស់1លានប៉ុន្តែយើងមានតែ20000សល់ចាំធ្វើឱកាសអញ្ចឹង business plan ហ្នឹងមិនមែនឲ្យយើង dream មិនមែនឲ្យយើងចង់បានទេ it's a realistic reality អញ្ចឹងក្រុមហ៊ុនវាច្រើនគេចង់បាន business plan គេធ្វើហើយពីច្រើនគេធ្វើដើម្បីទី1ដឹងខ្លួនគេថាមួយឆ្នាំប្រហែលឆ្នាំអីចឹងទៅគួរគេព្រីដងប្រហែលឆ្នាំគួរគេចាច់ជាហ៊ុនចាច់ជាលៀបអីចឹងទៅឬក៏គួរគេបរិយាប៉ុណ្ណាសល់លុយប៉ុណ្ណា reinvest ប៉ុណ្ណាប៉ុន្តែ business plan គេច្រើនគេធ្វើមានពីរមួយ internal សម្រាប់យើងដើម្បីត្រៀមដើម្បីបង្រៀនដើម្បីមើលប្រយ័ត្នអីចឹងទៅអា business plan មួយទៀតវាយើងចង់បាន treatment ហើយគេមានចំណាប់អារម្មណ៍មែនចឹងយើងចង់ដាក់ business ទៅឲ្យគេអ្នក interest ចង់ចូលក្នុងយើងបាទអញ្ចឹងយើងដាក់ទៅធម្មតាគេដាក់ទៅដោយសារគេមានចាប់អារម្មណ៍គឺក៏មានគេ request គឺយើងទៅរកគេអាចមកពី World Bank IFC អាចមកពីធនាគារអាចមកពី strategic investor អាចមកពីequity investor ច្រើនណាស់អញ្ចឹងគេចង់មើល business plan គេចង់មើលអញ្ចឹងគេចង់ឲ្យយើងធ្វើ business plan នោះតើវា viable អត់ viable គឺថាវារស់បានអត់ plan ហ្នឹងវាជាក់ស្ដែងអត់អញ្ចឹងណា viable realistic and practical មានថាវាអាចដំណើរការបានអត់ហើយបើដំណើរការវាអាច viable អត់ហួសអត់ណា VIABLE ណាហើយវាអាច realistic អត់ជាក់ស្ដែងធ្វើទៅរួចអត់អញ្ចឹងណាអញ្ចឹង practical viable realistic ណាហើយដល់ពេលគេមើលទៅមកគេចាប់អារម្មណ៍អានោះគេ invest ហើយដល់ពេល invest ធម្មតាបើយើងដាក់មក invest បើយើង1លានហើយក្រុមហ៊ុនយើង business plan គេមានគេគង់គូហើយហ្នឹងគេយើងតែជួឲ្យក្រុមហ៊ុនគេធ្វើឲ្យយើងធ្វើខ្លួនឯងខាតហើយយើងអត់ចេះទេសូម្បីយើងចេះប៉ុណ្ណាក៏ដោយអត់ដូចក្រុមហ៊ុនដែលគេជំនាញទៅទេអញ្ចឹងដែលគេមាន broker គេមាន underwriter ហើយស្រុកខ្មែរដូចស្រុកណាក៏ដោយយើងលឺហើយមាន KPMG មាន PwC មាន Deloitte SBIR សិតតែក្រុមហ៊ុនដែលគេដើរតួbuy sell side buy side sell side ហើយនឹង broker អីហ្នឹងទៅហើយនឹងរៀបចំ business plan បើសិនជាគាត់ជា broker ហើយខ្ញុំជាម្ចាស់ហ៊ុនហើយគ្រូជាអ្នក
ទិញចឹងគាត់ broker ឲ្យខ្ញុំក្នុងនាមខ្ញុំអ្នកលក់ចឹងគាត់ sales បាទអញ្ចឹងអ្នកគ្រូអ្នកទិញអ្នកគ្រូមាន broker មួយដែរ buy sell អ្នកជំនាញអ្នកខាងជួយអ្នកគ្រូដើម្បីទិញ sell side លក់គាត់ធ្វើមិនឲ្យបានតម្លៃខ្ពស់ buy sell ធ្វើមិនឲ្យតម្លៃថោកអញ្ចឹងមាន broker រៀងខ្លួនអញ្ចឹងណាហើយនឹងដើរតួឬក្រុមហ៊ុនធំៗឯងគេដើរតួអញ្ចឹងគេធ្វើគេមើលឯងគេ value ក្រុមហ៊ុនយើងមើលលើ business plan មើលលើ financial statement មើលទៅលើ audit account មើលទៅលើ tax payment មើលទៅលើ future revenue មើលទៅលើ potential growth មើលទៅលើ economic situation មើលទៅលើ political situation stability ទាំងអស់នឹងគេបូមមកទៅហើយគេនឹងរៀបចំគេហៅថាឲ្យតម្លៃជាច្រើនក្រុមហ៊ុនគេឲ្យតម្លៃទៅលើឥឡូវថាយើងមួយឆ្នាំនឹង profit ប៉ុន្មានកាត់តែឲ្យសល់ប៉ុន្មានហើយចឹងគេមើលទៅលើ EBITDA យើងទៀត EBITDA យើងឧទាហរណ៍គេហៅថា earning before interest and tax plus amortization ណា EBITDA ហើយគេយក EBITDA ហ្នឹងហើយធម្មតាក្រុមហ៊ុនវាមានចំណេញ1លានទៅ2លានទៅ3លានអញ្ចឹងគេនិយាយចេញក្នុង EBITDA ហ្នឹងអញ្ចឹងធម្មតាគេមាន PE ហ្នឹងគេហៅថា price earning មានថា potential នៃការ earn ណាថ្ងៃក្រោយអញ្ចឹងពេលគេធ្វើ business plan ហើយពេលគេ present investor គេមិនមើលទៅលើទាំងអស់ខ្ញុំនិយាយមិញហ្នឹងណា financial statement business plan cash flow P&L តាក់ទាំងអស់ហ្នឹងគេមើលហើយទៅគេសរុបមកចុងក្រោយ EBITDA ហ្នឹងហើយ EBITDA បើសិនជាប៉ុន្មានគុណនឹង PE ប៉ុន្មាន price earning ប៉ុន្មានអញ្ចឹងនៅស្រុកខ្មែរដោយសារ power spending power យើងវាតូចហើយសេដ្ឋកិច្ចយើងវាតូចជាជនយើងវាតិចអ្នកទិញអ្នកចាយវាតូចអញ្ចឹង PE យើងពីចាំទៀតអញ្ចឹងឧទាហរណ៍ក្រុមហ៊ុនមួយនេះស្រុកគេជួនកាលគេលក់បង្កើតស្អីមួយមកគេគុណឡើងដល់100ថានោះតម្លៃ EBITDA ទៅ10គេគុណ100ថានោះចំនួនដើមអ្នកគេបង្កើតស្អី technology កើតទូរស័ព្ទកើតអីកុំជ្រើតម្លៃមួយដូចAlibaba ចាត់មកអញ្ចឹងគាត់ទៅប្រហោះ stock គាត់នៅអាមេរិកនោះព្រោះ spending power ខ្លាំងហើយវាបានច្រើនអញ្ចឹងគេយកEBITDA របស់គាត់ហ្នឹងគុណចុះពីដើមគុណខ្ពស់រាប់រយអញ្ចឹងបានក្រុមហ៊ុនខ្លះជុំបើកទៀតបបឡើងដល់10,000លានតែខ្មែរយើង we call the economic the political the demographic and the GDP ហើយទាំងអស់ហ្នឹងអញ្ចឹង PE ពីច្រើនគេឲ្យធ្វើ8ទៅ10 10ទៅ12អញ្ចឹងបើសិនជា EBITDA យើងប្រហែល1លានបាន12លានអញ្ចឹងហ្នឹងអញ្ចឹងអាហ្នឹងហៅថា business plan គេមើលលើទាំងអស់ហ្នឹងហើយអាហ្នឹងនៅស្រុកខ្មែរយើងអ្នកខ្លះគេបានឆ្លងកាត់គេដឹងហើយអ្នកខ្លះគេអត់ដឹងទេប៉ុន្តែអត់ដឹងខ្លាំងច្រើនជាងគេគឺបញ្ហាក្រុមនេះសមាគមក្រុមនេះទៅជុំវិញអត់មើលក្រុមហ៊ុនឯងទេដូច្នេះហើយមើលក្រុមហ៊ុនឯងហ្នឹងហើយលងនឹងអំណាចលងនឹងមុខមាត់លងនឹងទូនីតិលងនឹងស្អីជួបជុំគ្នា networking លងចុះលងឡើងទៅក្រុមហ៊ុនហ្នឹងវារៀបបូរឯងវាអត់មានមនុស្សមួយជាម្ចាស់ការហើយក្រុមហ៊ុនអត់មានគេហៅ solidify មានថាអត់មានមូលដ្ឋាន consolidate ដុំគ្នាដោយសារ network ច្រើនពេកទៅអញ្ចឹងខ្ញុំស្គាល់លោកគ្រូក្នុងសមាគមនេះលោកគ្រូស្គាល់លោកគ្រូសមាគមនេះចេះប្រមូលលុយ10000ទេមករកស៊ីទៅឲ្យជួគេ10000រកស៊ីជួគេ10000ហើយយើងនាំនេះដើរចូលក្លាប់ជុំការឡាចូលប្រទេសក្រៅដាក់លេងហ្នឹងទៅវាលំមិនអាលំទេក៏វាអត់ធំអញ្ចឹងវាក្រិនហើយអញ្ចឹងបានស្រុកគេថាអត់ទេគេឲ្យយើង focus ឲ្យធ្វើអញ្ចឹងមិនខ្ញុំនិយាយអំពី startup business plan មានក្លែកវាយើងនិយាយអំពី business expansion business plan មានក្លែកវាហើយទាំងអស់ហ្នឹងក្មួយនឹងអាចសួរចុះហេតុអ្វីបានវាជោគជ័យហេតុអ្វីបរាជ័យពាក្យច្រើនបរាជ័យគឺថាធ្វើអីក៏ដោយពាក្យស្លោកខ្មែរនិយាយតែជីទូកជើងពីរគឺដឹងតែពាក្យច្រើនវាលងមកវិញងាយវាជ្រាជើង
ហើយចឹងក៏ពេលតាណាក់គេឃើញគេរស់ស៊ីគេធ្វើកុំមុននេះផងកុំមុននេះផងអត់គេធ្វើអាហ្នឹងទៅចឹងគេចាប់ដើមកាក់ស្វាយនឹងល្អមែនតើនៅក្នុងព្រៃហើយល្ងឹតស្មៅគេអត់ហ៊ានបេះទេធំខ្នាតក៏ដោយហើយគេហ៊ានទៅរោទេគេអត់ហ៊ានទៅទេផងខ្លាចជន់មានទៀតចឹងបើគេធ្វើផ្លូវមួយឲ្យស្អាតហើយគេបើកដាំការម្ដងដាំលហុងដាំក្រូចដាំអីទៅវាទៅជាទីក្រុងសួនអាហ្នឹង business ទីគេនេះគេធ្វើដើម្បីមកទុកជុំផ្សេងអាណាបាទវាជាលំអជំរុញប៉ុន្តែពួកយើងអត់ដឹងថាហ្នឹងជាល្បិចនៃការធ្វើល្អហ្នឹងឯងឃើញគេធ្វើច្រើនអញ្ចឹងចាប់ផ្ដើមដកដើមអានេះមកដាក់នេះដកអាខុតក៏ដកអានេះមកដាក់នេះហើយដកអានេះមកបញ្ចូលមកនេះដើម្បីឃើញច្រើនដូចគេដែរជាយាជើងទុនជើងអានេះអត់មានណាថែទាំជីក៏ស្ងួតទឹកក៏អត់មេឃក៏ចាប់ដើមក្រៀមណាផ្លែស្វាយក៏សាត់ស៊ីហើយក៏មានតកៅហើយស្អុយហើយអាផ្កានេះឡាយផៃហត់មកមើលនេះផ្កានេះស្វិតងាប់ដើមមួយអានេះគឺអានេះអត់មានអសោចទេខ្សែទុនពេលនេះអាហ្នឹងហេតុផលក្មួយចង់សួរដែរថាតើបរាជ័យនៅកន្លែងណាមានថាមិនទាន់ធំធាត់មិនទាន់រឹងដៃជើងណាយើងទៅសាំពុកឡើងទៀតយើងទៅវាយដូចបាយខុំអញ្ចឹងណាអញ្ចឹងស៊ីអស់អញ្ចឹងបាទហើយគឺប្តីប្រពន្ធគេអញ្ចឹងដែរដូចគ្នាការហូស៊ីមិនទាន់នឹងចាស់ទុំកណិតវាមិនទាន់ដឹងក្តីមិនទាន់ហ៊ូបល័យពីក្បាលហើយមិនទាន់មានចំណេះដឹងទៅការប្រពន្ធហើយតាំងមិនទាន់ចេះស្រឡាញ់គ្នាសូបួរមិនទាន់ចេះគោរពគ្នាសូបួរឆ្លោះគ្នាលែងលះគ្នាខ្សែទុនដូចគ្នាទៀតចឹងអានោះរឿងតែចឹងឯងមានចំណេះដឹងពិតប្រាកដមានជំនាញពិតប្រាកដណាហើយមានចំណង់ចំណូលចិត្តពិតប្រាកដមនុស្សយើងតែមានចំណង់ចំណូលចិត្តពិតប្រាកដគាត់តែងតែទៅរៀនខាងហ្នឹងហើយចឹងមានចំណេះដឹងពិតប្រាកដតែមានចំណេះដឹងពិតប្រាកដគាត់អត់បោះចាស់ហើយគាត់ទៅធ្វើការយុទ្ធវិសោធន៍ intern ទៀតគាត់មានវិសោធន៍ច្បាស់លាស់វិសោធន៍ច្បាស់លាស់ចឹងគាត់ធ្វើការគាត់មានវិសោធន៍ឋានទៀតធ្វើយូរទៅគាត់មានជំនាញចឹងចំណង់ចំណូលចិត្តខ្លាំងចំណេះដឹងច្បាស់លាស់ពិសោធន៍ច្រើនខ្លាយទៅជាអ្នកជំនាញដល់ពេលអញ្ចឹងគាត់ចេញមកធ្វើការគាត់ច្បាស់គាត់ចាស់ទុំនិយមគាត់អត់វ័យក្មេងហើយពេលគាត់ធ្វើការឲ្យគេគាត់ស្គាល់អីខ្លះអំពីការគ្រប់គ្រងលុយគ្រប់គ្រងមនុស្សគ្រប់គ្រងអ្នកធំអ្នកតូចសហការទូតនិយាយស្ដីចរចាទិញហើយមើលច្បាប់ policy sick leave annual leave ហើយនឹង benefit ហើយនឹងការរបាយការណ៍ represent ដល់ពេលចឹងដឹងថាគេរើសបុគ្គលិកម៉េចគេសម្ភារម៉េចគេប្រជុំម៉េចការ grading system ម៉េចឡើងប្រាក់ខែម៉េចទៅចុះឈ្មោះម៉េចបង់តាក់ម៉េចយើងឆ្អិនដល់ពេលចឹងយើងឆ្អិនយើងទៅបើកយើងអត់យកលុយទៅធ្វើមិនថានេះចឹងគេហៅថាគេវិនិយោគទុនគេមិនមែនទៅសាកល្បងទុននេះតែនៅស្រុកខ្មែរយើងគេចាំតែសារខ្លួនអត់មានហើយតែគេថាចេះហើយគឺយើងស្ដាប់តាមគេហើយដល់ពេលអញ្ចឹងហើយអ្នកខ្លះផងគាត់មិនគាត់អត់មានទេគាត់សំទីទួចចូលគ្នាគាត់ឃើញគឺមានដែរហើយអញ្ចឹងតែស្ដាប់សូត្រខុសទៅស្ដាប់អីអញ្ចឹងទៅវាអារម្មណ៍ពុះកញ្ជោរៀនក៏ឈប់រៀនបដោះសន្នហើយតែបដោះសន្នបានលុយចាយហើយខ្វះកលែងចង់បានហើយបាច់ទៅរៀនគេពួកអត់ចេះមានលុយបានហើយប៉ុន្តែមានលុយមកនេះលុយច្រើនប៉ុណ្ណាតែកំណត់យើងនេះវាលឿនដូចលុយអត់កន្លែងខ្សែទៅណែកំណត់យើងអត់លឿនដូចលុយមានច្រើនណាស់ប៉ុន្តែតិចទុំពិចារណាមិនច្បាស់លាស់គិតមិនវែងឆ្ងាយថ្លឹងថ្លែងអត់បានល្អសខ្មៅមើលអត់ដឹងណាបាទទាំងអស់ហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងគឺឆាប់ខ្សែទៅអញ្ចឹងគេឲ្យមានលក្ខណៈសម្បត្តិមួយចំណងចំណូលចិត្តចំណេះដឹងចំណេះឲ្យតែចាស់ទុំនិយមពិសោធន៍និយមឆ្លងកាត់និយមហើយរៀនសូត្រនិយមទាំងអស់ហ្នឹងមកវាធ្វើឲ្យយើងគេហៅថាមាន soft skill ទុនភ្លន់រស់រាយរាក់ទាក់ហើយយោគយល់អនុគ្រោះណាហើយចេះក្រែងគេក្រែងឯងចេះមេត្តាធម៌ចេះនិយាយស្ដីចេះពិចារណាណាទាំងអស់ហ្នឹង
thơ oi mà nu đại tha cái mình bán càng người dân được cái chuyện thua ở dưới nữa cái miên là ram cọ các bạn cái miên tiếp tục chật cái miên là ram thà tiệt cái mùi này hãy càng người nó thật thể phẹn khai nó sầm rụng cái strong cắt tam mà tệ họ đàn na cái evaluate tam strong đá và mình bạc buộc cái pra buộc lực nam cô ca phân dụ bài bọc rồng hôn hay tê vía hay nó benefit hay nó sao biết tam mà tệ họ đàn na từng ó này ạ đại thua cái chờ chụp chỉ làm chụp chỉ này chân người ta riêng bàn ca hay bị sao miền này hay chết chớn wise wisdom open đói thì hỏi thá anh quan dùng chặt tôm dùng hay nên cái hỏi thá miền chăn tệ miền miska chết lần sai thằng ó nó xâm khẳng đúng á bạn tay tuân là sang greed G-R-A-E-D chụp ý trong all company nó hay kênh vào vành trong ban lơ lộp trong min lơ lộp trong sĩ bạc kia lơ lộp trong ban lươn lơ lộp kia hai ta ở trên sông ngọc á nó trên bị greed đó này greed nâng bà dân phơi dùng lộp luôn đặt tàu phu hai pot bài hai bà dân lộp luôn pích trong trên đánh chân pích cắt thôi bục lộ trình qua nặng dương greed lang pích dùng trong ban lươn pích nè dương pra bục lực phu bạn mà rất là bó tay về dương greed pích đó dương ở trên trái ở trên mồi trà dương ở trên chui trong cung anh ấy greed vậy anh ấy rất là tệ khoa ca còn tốt khoa ca này greed mũi tiết đó phần sự đại cứu chặt đâm chân này và sân chờ miếng cầm oi quát hay là ó năng ngày và sân cà bị đào mót đâm lá trộm mẹ đâm lá sắc hay và sân đâm lá cả nấc xây được bòn máu 300 ấy đấy ở hai quạt trộm luôn mà lỡ lang đau họng liến chân chậm đâm khẩn thấy bà quạt lang đâm lá là lỡ lang cho nên nằm mà liến mình sân được cầm oi quạt hàng sập mờ nó tới nâng video phần lá hay lỡ quạt tầng thơ phòng quạt thơ cà xê nhọ quạt bàn cả hồn nữa chân chậm đâm ghi đây chân nó bỏ bạn nha chân chậm làm mình cũng được gọi say cùng chân thơi cái đầu chúng cá khi cho hôn hiên men còn tái dương mình lại khăn định cá nhà anh phơi nhiều vậy được hai thì nhưng ở thưa ban được hai thì thực tế đi đến chỉ nô chỉ này nói cắt tụi tọt sáu cứ chạy tam thiểu hồn còn tái đời xa đời sọc mai trong thị trấn greed hay ở vô cho bạp chân thị trấn say tuần đầy chuột nhiệt tây nóng đời cả bảy bát đời cá mình tục trận chấn thợ ca Paris lên trong Paris tham lối hoặc trọng tham chân cái ta xài tôn cư viên chana mà hai mũi tiết infighting đó nghe infighting vay tay thương chuột này đó nghe vì thơ áo dương weak competitive against competitor gì hỏi vì thơ áo dương nó America focus đưa cho tụi đạn và lên ca Rossi hỏi vì thơ áo mà nước hông tây không lên tục trận hạ thế để trốn á cái lần màu trong miền lương tràn đại tha thơ ở vì miền Pành Hà ở này chân ở vậy vậy việc đã quan từ lỡ ở năng tiền chứ mà người ta thơ ấy cả đôi đam bay miền làm hiện thật thì có cái nào lụt lo đi chuẩn ra thông thoát á đi chấp cắt đi cắt tai dương đi mũi cùng lon slau nhôm cùng ở cái hai tha và com tạo cả hai nè phim đi chở nè còn đó luôn anh còn dối luôn anh nó hay bằng rừng luôn anh ở miền chùm hồ ở miền chùm hạt đăng ở miền chùm liên ở miền thị sao ở score sòng cung ở miền mật hẹ ở cái tục chất đoạn àn hai phớ cùng họ lô cùng cái hai ta họ lô đó thì hai ta cùng ao giờ trọng tiết trọng o hay ở miền thiệt thì hai ta mơn mắt mà chặt ca hay lưng fly ở ban là o ca bị cha na cứ cu ở so khó ở cho bạn luôn chết bánh này lắng nè ba nuôi dưỡng chuông cá tự tin là bó cái lên lụa ao hay là bó chuông cá từ khoan lưới kia mình khó lên chuyện đó dân thực tế hay chuông cá để dân khoan lưới mình tém dân từ bộ bạc cái mà riêng các cái mạo dân phong ngặt lát thì hai dân ao hoặc liền chân từ lời ấy từ lời cặp cây dài dân từ lời thì giả bỏ chân mình diện diện mình nuôi dưỡng cua tục trận bàn lấy chả tôm lấy hay mình nắng hồ sĩ bạn đấy khăn đáy
គឺក៏មនុស្សហ្នឹងគឺពាក្យសម្ដីអត់ឆ្អិនក្បាលស៊ីក្បាលចឹងក៏ទុយស៊ីក៏ទុយហើយមនុស្សហ្នឹងគឺមិនកលិចកលុចអត់ចេះកលិចហើយមនុស្សហ្នឹងគឺមិនត្រង់ស្លូតជាបោកតែមនុស្សហ្នឹងចេះក្លិនឆៃយកដឹងខុសត្រូវយើងគេមើលរៀនកតាគេមើលចឹងនៅក្នុងសង្គមអ្នកខ្លះទៀតគាត់ទៅណាក៏ឃើញគេຕົកចិត្តគេរាប់អានចឹងណាបាទចឹងការទំនុកទុកចិត្តនេះសំខាន់ណាស់មិនត្រឹមតែ confidence ទេ respect មនុស្សតែគេ respect គេឲ្យតម្លៃតែគេឲ្យតម្លៃគេគោរពតែគេគោរពគេចង់យើងរស់បាទគេចង់យើងងាប់ទេអញ្ចឹងណាអញ្ចឹងវាទាំងអស់ហ្នឹងក៏កត្តាចូលនៅក្នុងធ្វើយើងជោគជ័យវាក៏ខ្សែផ្សេងទៀតមិនចិនឆ្លាតទេអ្នករៀនសូត្រអ្នកឆ្លងកាត់ឆ្លាតអ្នកតស៊ូឆ្លាតពីដើមគេថាកូនចៅចិនពីដើមគេថាឲ្យទៅស៊ីឈ្នួលគេណាខ្មែរយើងថាឲ្យទៅស៊ីឈ្នួលគេកូនចិនគេដែរថាទៅធ្វើការទៅរៀនសូត្រអត់អស់លុយអញ្ចឹងណាបាទទៅរៀនអត់បងលុយខំប៉ុន្តែទៅស៊ីឈ្នួលគេលេងខំហ្នឹងមិនចឹងណាទៅស៊ីឈ្នួលគេមានអារម្មណ៍ថាអត់ចង់ធ្វើអញ្ចឹងអត់ចង់ធ្វើអត់ចង់យកចិត្តអត់ចង់យកចិត្តអត់ចង់ចេះគេអត់ចង់ប្រើអត់ប្រើយើងអត់យល់យើងអត់ដឹងឯងកូនចេញមកវិញអ្នកខ្ញុំគេដែរប៉ុន្តែអ្នកទៅរៀនអត់បងលុយមកវិញតកែប្រើតកែណែនាំទៅជាមួយតកែប្រាប់តកែវិជាតកែឲ្យទៅយល់របស់តកែឲ្យទៅចរចានិយាយទៅជាតកែហើយបាទសូម្បីតែអត់មានលុយថ្ងៃក្រោយចេញមកវិញក៏មានកំណត់រកការផ្សេងក៏គេយល់ដែរចឹងណាបាទអញ្ចឹងសំខាន់ណាស់មិនមែនមកពីកូនចៅចិនកូនចៅខ្មែរទេបញ្ហាគឺមកពីមិនខ្មែរនិយមមិនស្នេហាជាតិនិយមពីព្រោះនៅស្រុកខ្មែរកូនចៅចិនចេះគឺគេលះកូនចៅវៀតណាមចេះគេលះកូនចៅថៃចេះគេលះហើយដោយសារគេអាកាសនិយមគេល្អជាងអញ្ចឹងគេចេះជាងយើងពីដំបូងគេមានលុយជាងយើងដំបូងដោយសារគេមិនខ្មែរជាតិនិយមស្នេហាជាតិនិយមគេលះគេអត់ប្រាប់គេអត់និយាយភាសាយើងដូច្នេះហើយកូនខ្មែរយើងបើចង់ចេះក៏មិនចេះបើចង់យល់ក៏មិនយល់ហើយចង់រៀនគេមិនឲ្យធ្វើការគេមើលស្រាលអាហ្នឹងហើយគេហៅថាទេដោយមានអ្នកស្នេហាជាតិនិយមតិចពេកអញ្ចឹងថាគ្នាល្ងងគ្នាអត់មានឱកាសថាគ្នាអត់ចេះឬក៏យើងមិនបន្តថាគ្នាអត់យល់ក៏យើងមិនឲ្យឱកាសមិនឲ្យពិសោធន៍អញ្ចឹងមិនមែនកូនខ្មែរល្ងងមិនមែនកូនចិនទេមិនស្នេហាជាតិនិយមមិនផ្ដោតឱកាសនិយមមិនឲ្យខ្មែរនិយមបាទឃើញចិនរស់ស៊ីគេនិយាយទៅចិនគេវៀតណាមគ្រាន់តែធ្វើភ្លើងធ្វើអីទៅជួសជុលអីគេមិនឲ្យយើងមើលផងចូលចិត្តក្បាលមកយូរផងមកពីស្អីមកពីយើងមិនឲ្យតម្លៃកូនខ្មែរបានខ្ញុំនិយាយថាមិនមែនមកពីកូនចិនតកែកូនខ្មែរមិនកើតទេអាកាសនិយមអត់ស្មើគ្នាហើយថាខ្មែរយើងសរោមិនកើតទេទៅដល់ស្រុកគេសិទ្ធិវិស្វករសិទ្ធិអ្នកខ្លះនយោបាយខ្លះឲ្យតែមានឱកាសរៀនដូចគ្នាមានឱកាសធ្វើដូចគ្នាមានសិទ្ធិដូចគ្នាទៅហើយអញ្ចឹងចង់បែកចែកឲ្យច្បាស់ណាមិនខ្ញុំអត់ចូលចិត្តសោះតែគេនិយាយថាកូនចៅចិនកូនចៅខ្មែរកូនចៅវៀតណាមមកពីអាកន្លែងហ្នឹងឯងបានយើងនៅតែកូនអត់ចេះ